នេះយើងសូមនិយាយពីចាស់ជំនួយបើសិនទៅអបធម្មឲ្យបងប្អូនកងទ័ពយើងអបធម្មជាអំបុកវិញកុំមីហាមដាច់ខាតមិនបាច់ទេបងប្អូនព្រោះមីប៉ះពាល់សុខភាពបងប្អូនកងទ័ពណាបើសិនជាអបធម្មជាអំបុកវិញព្រោះអំបុកយើងអាចជំនួសបាយបានពេលដែលប្រទេសយើងមានសង្គ្រាមពណ៌បាញ់អញ្ចឹងអំបុកបងប្អូនកងទ័ពគាត់ដាក់តែមកថងក្នុងកប៉ៅអាវពេលដែលគាត់ហ៊ានគាត់ដកចាប់តាមដៃអពេលផឹកទឹកអាចជំនួសបាយបានបងប្អូនកងទ័ពទៅហ៊ានគាត់និយាយអញ្ចឹងដែរគាត់ថាគាត់ចង់បានអំបុកយើងនេះពេញជាអំបុកវិញយកមកជំនួយបងប្អូនកងទ័ពដាក់អំបុកមកទៅតោនដាក់ជាអំបុកវិញអំបុករបស់កូនកសិករខេត្តបាត់ដំបងហើយមួយបេនេះតម្លៃជាងតែ 100000 ជាងទេចំណុះរហូតដល់30គីឡូក្រាមហើយសម្រាប់បងសប្បុរសធម៌ដែលមានតម្រូវការជឿជាអំបុកជូនដល់វីរៈកងទ័ពអាចតាក់ទងជឿបានមួយបេនេះតែជាង 100000 ទេចំណុះរហូតដល់30គីឡូឯណោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលមានដាក់ជូននៅក្នុងវីដេអូនេះ ឯកការទាំងអស់គ្នាជប់ប្រើប្រាស់ផលិតផលជូនជាតិតៃដ៏ថោកទាបនេះបាទ